Ok នេះឡានMercedes SLK 288 ហើយយើងត្រូវផ្លាស់ប្ដូរ alternator ហើយចំពោះ alternator របស់វានៅខាងនេះជាភាសាខ្មែររបស់យើងគេហៅថាជ្រូកអញ្ចឹងបើសិនជាភាសាយើងហៅជាទូទៅបរទេសហ្មងគេចំបោះវាគេហៅថា alternator អញ្ចឹងមិនដោះ alternator យើងត្រូវធ្វើរបៀបម៉េចគឺយើងត្រូវតែដោះអាគុយមុនសិនអញ្ចឹងណាអញ្ចឹងយើងដោះអាគុយទាំងពីរនឹងមកយើងដោះឲ្យវាកុំឲ្យវាប៉ះគ្នាបើសិនជាយើងប៉ះអង្គុយវាអាចយើងអាចនិយាយថាផ្ទុះបានណាផ្ទុះខាងពេលដែលយើងដោះ alternator ចេញតបមកទៀតយើងអាចនឹងដោះទៅ intake ហ្នឹងគេហៅ intake air យើងដោះពីនឹងចេញមកអូខេបន្ទាប់ពីបន្ទាប់មកយើងដោះintake ទាំងពីរនឹងចេញមកហើយបន្ទាប់មកទៀតយើងចាប់តាមដោះ bell អញ្ចឹងវាមាន bell នៅកន្លែងមួយកន្លែងសោកណាយើងយកសាវលេខ40ច្បាប់ផ្កាយយើងមកយកយើងទាញ bell វាចេញមកខាងក្រៅនេះពេលយើងទាញមកចេញហើយយើងចាប់តាមមើលសាយដែលពាក់ព័ន្ធជាមួយនឹង alternator ហ្នឹងដែលយើងត្រូវដោះចេញណាអញ្ចឹងសាយហ្នឹងវាពាក់ព័ន្ធនឹងមួយភ្លើង alternator អញ្ចឹងយើងអាចមើលបាននេះយើងមើលទៅយើងឃើញ connect វានៅខាងក្រោមយើងឃើញប្រឡោះនៅខាងនោះអញ្ចឹងវាឃើញប្រឡោះមួយនៅខាងនោះអាហ្នឹងគេហៅ alternator ខ្សែរបស់វាខ្សែភ្លើងអញ្ចឹងយើងដោះខ្សែភ្លើងនឹងចេញមកអញ្ចឹងណាមុនយើងដោះប្រឡងវាចេញអញ្ចឹងអ្នកទាំងអស់គ្នាឃើញខ្សែដូចនេះមកយើងដោះចេញមកនេះវាមានคลิปរបស់វាអញ្ចឹងយើងដោះចេញមកហើយយើងនៅសល់មួយទៀតខ្សែមួយទៀតនៅខាងក្រោយនេះអញ្ចឹងយើងត្រូវលើកឡានមកដើម្បីយើងត្រូវដោះខ្សែនៅខាងក្នុងហ្នឹងអញ្ចឹងមុនដោះខ្សែខាងក្នុងហ្នឹងយើងដោះពីនឹងសិនទៅឲ្យវាស្រួលនេះប្រឡងវាជាប់នេះ1 2នេះនេះអញ្ចឹងមកយើងបន្ទាប់ពីយើងដល់ខាងលើហើយយើងខ្សែពីគ្រាប់ទៀតនៅខាង3គ្រាប់ទៀតនៅខាងក្រោមដល់ខ្សែទី1ទី2នៅខាងគីនេះហើយមួយទៀតគឺខ្សែមួយនេះយើង13នឹងមកនេះបន្ទាប់មកដែលយើងដោះខ្សែពីគ្រាប់នឹងចេញអស់ហើយ alternator ហ្នឹងវាចេញហើយអញ្ចឹងយើងដោះទៅទាំងហាលមកទាំងហាលវាមានខ្សែទេត្រង់ណាដោះដោយវានៅខាងក្នុងនោះដោយមានក្លឹបរបស់វាហើយយើងដោះតាមក្លឹបរបស់វាដកទាំងហាលចេញមកបានហើយអញ្ចឹងណាពេលទាំងហាលបានហើយយើងអាចយក alternator ចេញហើយប៉ុន្តែយើងអាចនឹងដកអានេះមួយទៀតក៏បានដែរដើម្បីវាធូរចាំវាធូរទៅយើងអាចងាយស្រួលដកចេញបានអញ្ចឹងណាអូខេបន្ទាប់ពីដកចេញមកហើយយើងបាន alternator ថ្មីនេះអញ្ចឹងនេះជា alternator ថ្មីដែលយើងត្រូវដាក់ចូលវិញអញ្ចឹងយើងអាចនិយាយថាយើងដោះពីណាដាក់ពីនឹងវិញដោះរបៀបណាដាក់ចូលរបៀបនឹងវិញទៅប៉ុណ្្នឹងទេអញ្ចឹងណាអញ្ចឹងអាហ្នឹងគេហៅ SLK 288 Mercedes ដូរ alternator អូខេអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនជំរាបលាអញ្ចឹងយើងចាប់តាមដាក់ហើយយើងដាក់ចូលវិញយើងពេលដែលយើងដាក់ចូលវិញមកយើងដាក់ខ្សែនៅខាងក្រោយនេះមុនរបស់វាខ្សែជាប់នៅខាងក្រោយបន្ទាប់មកទៀតយើងចាំដាក់คลิปរបស់វាចូលយើងកុំអាចចាប់អានប្រអស់ហ្នឹងយើងដាក់នេះមុនហើយសិនអញ្ចឹងណាអញ្ចឹងយើងចាប់ដាក់ចូលវិញនៅខាងខ្សែរបស់ពីខករបស់វា1 2ហើយ3ហើយមួយទៀតយើង complete ទៅជាងកំណត់នេះមកវាឆ្លងឬក៏ប៉ះជាមួយនឹងដៃវាជួយទៀតវាឆ្លងជាមួយគ្នាវាផ្អែកឆាស់ដុំសាទៀតចឹងដាក់ចូលមកវាមានคลิปរបស់វាអញ្ចឹងណាអូខេបន្ទាប់ពីយើងដាក់វាហើយអស់ហើយយើងចាប់តាមដាក់ bell មុនអញ្ចឹងបើផ្សេងទៀតយើងខ្វះដាក់យើងដាក់ bell វាមកឲ្យសិនអាហ្នឹងវាពិបាកដាក់ជាគេវិញអញ្ចឹងណាអូខេនេះរបៀប bell របស់វាអញ្ចឹងមើល bell diagram របស់គេនេះដាក់របៀបនេះអញ្ចឹងមើលភាសាទៀតនេះអូខេបន្ទាប់មកទៀតយើងបានដាក់ដង្ហើចូលនេះដង្ហើពេលដែលយើងដាក់ bell ហ្នឹងហើយមិនដាក់ដង្ហើចូលហើយយើង complete ដាក់ដោយរបស់វានៅខាងក្រោមនេះណាបាទអូខេអញ្ចឹងរបស់យើងបានធ្វើហើយយើងបានចាប់នេះចូលហើយស៊ីយ៉ូទឹកយើងបានចូលអស់ហើយយើងដាក់ទឹកដែលយើងបូមចេញមិញហើយយើងដាក់ចូលវិញកុំឲ្យខាត់ទឹកអញ្ចឹងហើយយើងដាក់ intake វាទៀតគឺចប់ហើយយើងបានដាក់អាគុយហើយជើងឡាននេះអាច start បានដែរដោយសារវាខូចដុំទេវាអត់វាខូចដុំនេះ alternator ហ្នឹងគេហៅ alternator បើសិនជានេះខ្មែរយើងហៅកូនជូបវិញចឹង